ព្រះបរមវិស្ណុលោកឬប្រាសាទអង្គរវត្តជាប្រាសាទដ៏ធំមួយនឹងត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី14ខែធ្នូឆ្នាំ1992ជាសម្បត្តិវប្បធម៌រូបីនៃមនុស្សជាតិភ្ញៀវទេសចរបរទេសដែលទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងឆ្នាំ2025មានចំនួនជាង 95,000 នាក់ទន្ទឹមនឹងនេះក្នុងឆ្នាំ2025ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរជាតិអន្តរជាតិសរុបជាង 4 លាននាក់កើនឡើង 30 កណ្ដកសញ្ញា 28% ធៀបនឹងឆ្នាំ2024មានចំនួនជាង 3 លាននាក់នេះបើយោងតាមស្ថិតិរបស់មន្ទីរទេសចរខេត្តសៀមរាបក្នុងគោលដៅផ្ដល់នូវបទពិសោធន៍ទស្សនាថ្មីឲ្យកាន់តែសម្បូរបែបជូនដល់ភ្ញៀវទេសចរជាតិអន្តរជាតិនិងដើម្បីលើកតម្កើងតម្លៃលេចធ្លោជាសកលអាជ្ញាធរជាតិអប្សរាបានសិក្សារៀបចំខ្សែទស្សនានៅតាមវងតូចវងធំនិងតាមបណ្ដាប្រាសាទនានាមួយចំនួនបច្ចុប្បន្ននេះអាជ្ញាធរអប្សរាបានដាក់ឲ្យអនុវត្តជំហានដំបូងសម្រាប់ប្រាសាទមួយចំនួនក្នុងនោះមានខ្សែទស្សនាប្រាសាទអង្គរវត្តប្រាសាទតាព្រំប្រាសាទបន្ទាយស្រីប្រាសាទចៅសាយទេវតានិងប្រាសាទធម្មនន្ទប្រាសាទនាគពន្ធនិងប្រាសាទភ្នំក្រោមដោយឡែកសម្រាប់ខ្សែទស្សនានៅប្រាសាទអង្គរវត្តលោកសេងសុធិរាប្រធាននាយកដ្ឋានអភិវឌ្ឍវប្បធម៌និងទេសចរបានឲ្យដឹងថាបច្ចុប្បន្ននេះចំពោះប្រាសាទអង្គរវត្តយើងបានរកឃើញមាន3ប្រភេទវងទស្សនាទី1គឺវងទស្សនាបែបលក្ខណៈទេសចរទូទៅមានន័យថាបើសិនបើគាត់មកទស្សនាអង្គរវត្តពួកយើងបានធ្វើការស្រាវជ្រាវទៅឃើញថាគាត់ធ្វើដំណើរលក្ខណៈធម្មតាដើម្បីមើលភាពអស្ចារ្យរបស់ប្រាសាទគឺត្រឹមរយៈពេល2ម៉ោងអញ្ចឹងយើងរៀបចំវងទស្សនាខ្សែទស្សនា2ម៉ោងសម្រាប់ភ្ញៀវទេសចរទូទៅក្នុងនោះយើងមានប្រភេទខ្សែទស្សនាមួយទៀតសម្រាប់ភ្ញៀវទេសចរដែលគាត់ចង់ស្វែងយល់អំពីជំនឿសាសនានៅក្នុងប្រាសាទអង្គរវត្តយើងបានធ្វើការសិក្សាទៅមានវងទស្សនាមួយប្រភេទហ្នឹងគឺចំណាយពេលរហូតដល់2ម៉ោងកន្លះដើម្បីគាត់បានស្វែងយល់ឡើងហ្នឹងហើយមានវងទស្សនាមួយទៀតនៅក្នុងប្រាសាទអង្គរវត្តដែរបើសិនជាគាត់មានពេលគាត់ចង់ស្វែងយល់អំពីប្រវត្តិសាស្ត្រវាជាខ្សែទស្សនាប្រវត្តិសាស្ត្រនៃប្រាសាទអង្គរវត្តទាំងមូលអញ្ចឹងគាត់អាចត្រូវចំណាយពេលរហូតដល់3ម៉ោងហើយវងទស្សនាទាំង3នេះគឺយើងឃើញថាបច្ចុប្បន្នភ្ញៀវទេសចរដែលមានអ្នកទេសដែលមានអីគឺគាត់បានចំណាយពេលវេលាទៅលើវងទស្សនាទាំង3ប្រភេទនេះប៉ុន្តែមានថាបើសិនជាភ្ញៀវទេសចរគាត់មានចំណាប់អារម្មណ៍ផ្សេងទៀតមានថានៅលើវងទស្សនាដែលយើងបានដាក់ឲ្យនេះមិនមែនថាយើងកំណត់ទេយើងគ្រាន់តែលើកទឹកចិត្តដើម្បីឲ្យទស្សនាបានដើរលើនៅវងទស្សនាហ្នឹងប៉ុន្តែបើសិនជាគាត់ចាប់អារម្មណ៍នៅទីតាំងផ្សេងទៀតគាត់អាចបន្តនៅលើទីតាំងដទៃទៀតដែលមានលក្ខណៈសេរីមានថាភ្ញៀវទេសចរគាត់អាចទស្សនាបន្ថែមទៅលើទៀតទៅតាមចំណង់ចំណូលចិត្តដែលគាត់ចង់បានអញ្ចឹងពេលវេលាវាអាចនឹងលើសរយៈពេលដែលយើងរៀបចំវងទស្សនាហ្នឹងអញ្ចឹងមានថាយើងគ្រាន់តែលើកទឹកចិត្តជូនអ្នកទេសចរជាតិនិងអន្តរជាតិដែលគាត់អត់មានមគ្គុទ្ទេសក៍ក៏មានអីគាត់អាចទស្សនាបានទទួលបាននូវបទពិសោធន៍ល្អដូចជាអ្នកដែលមានមគ្គុទ្ទេសក៍ដែរប៉ុន្តែគ្រាន់តែថាมันអាចឆ្លើយសំណួរបានល្អច្រើនដូចអ្នកដែលគេមានមគ្គុទ្ទេសក៍នោះទេខ្សែទស្សនាទាំង3ក្នុងតំបន់ប្រាសាទអង្គរវត្តផ្ដល់នូវជម្រើសទស្សនាកាន់តែទាក់ទាញនិងតម្រូវចិត្តភ្ញៀវទេសចរជាតិអន្តរជាតិទី1ទិសដៅទស្សនាបែបទេសចរប្រើប្រាស់ថេរវេលា2ម៉ោងក្នុងការទស្សនាកម្សាន្តនិងថតរូបផ្សេងទី2ទិសដៅទស្សនាបែបជំនឿសាសនាប្រើប្រាស់ថេរវេលា2ម៉ោងនិង30នាទីដែលមានទីតាំងពិសេសទាក់ទងនឹងការគោរពបូជាបួងសួងនិងលទ្ធិនាសម័យអង្គរដ៏រុងរឿងទី3ទិសដៅទស្សនាបែបប្រវត្តិសាស្ត្រប្រើប្រាស់ថេរវេលា3ម៉ោងវងទស្សនានេះរួមមានការកម្សាន្តសាសនានិងការទស្សនាស្វែងយល់ពីចម្លាក់ដែលមានបង្កប់នូវរឿងរ៉ាវប្រវត្តិសាស្ត្រតាមថែវនីមួយៗក្នុងប្រាង្គប្រាសាទអង្គរវត្តអាជ្ញាធរតារាបានរៀបចំនៅផ្ទាំងព័ត៌មាននៅតាមចំណុចតាក់ទាញមួយនៃប្រាសាទដើម្បីឲ្យភ្ញៀវទេសចរគាត់បានជ្រាបប៉ុន្តែមិនលម្អិតច្រើនណាស់ណានោះទេគ្រាន់តែថាដើម្បីឲ្យបានស្វែងយល់ទៅនឹងរូបចម្លាក់នានាដែលមាននៅតាមជញ្ជាំងផ្ទាំងប្រាសាទអង្គរវត្តដើម្បីកុំឲ្យមានការបកស្រាយខុសនោះហើយជាហេតុផលដែលអាជ្ញាធរតារាមានវគ្គមួយទៀតគឺវគ្គវិកិត្តការ
វគ្គវិកិត្តការនោះគឺជាវគ្គវិកិត្តការដើម្បីលើកទឹកចិត្តឲ្យអ្នកប្រទេសដែលគាត់បានទទួលការបណ្ដុះបណ្ដាលពីក្រសួងទេសចរហើយគាត់បានមកទទួលបណ្ដុះបណ្ដាលបន្ថែមទៀតនៅការរកឃើញស្រាវជ្រាវថ្មីដែលអាជ្ញាធរសារារកឃើញថ្មីនោះហើយគឺជាការបន្ថែមនៅចំណេះដឹងពីព្រោះយើងបានដឹងហើយថាការរៀនសូត្រគឺគ្មានទីបញ្ចប់ទេអញ្ចឹងការស្រាវជ្រាវរបស់អាជ្ញាធរសារាគឺតែងតែរកឃើញថ្មីរហូតទៅតាមការកំណាយផ្សេងហើយនោះហើយជាហេតុផលដែលយើងចង់ឲ្យអ្នកប្រទេសរបស់យើងមានចំណេះដឹងបន្ថែមទៀតនៅលើទីតាំងថ្មីដែលអាជ្ញាធរសារាទៅរកឃើញជាចុងក្រោយពាក់ព័ន្ធជាមួយនឹងភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលអញ្ជើញមកទស្សនារមណីយដ្ឋានអង្គរកុំភ្លេច download នៅកម្មវិធី Visitor អង្គរដើម្បីទទួលបាននូវព័ត៌មានផ្សេងពាក់ព័ន្ធនឹងប្រាសាទឬក៏ព័ត៌មានដែលពាក់ព័ន្ធនឹងវងទស្សនាដើម្បីឲ្យភ្ញៀវគាត់ទទួលបាននូវការទស្សនាប្រកបនៅបទពិសោធន៍ថ្មីដែលទទួលបាននៅចំណេះដឹងនៅពេលដែលគាត់បានមកទស្សនាហើយគាត់មានការចងចាំជាពិសេសសូមឲ្យពួកគាត់ជួយពេលដែលគាត់មកទស្សនាដោយពេញចិត្តសូមឲ្យគាត់ជួយផ្សព្វផ្សាយទៅឲ្យភ្ញៀវទេសចរដទៃទៀតឲ្យបានទស្សនាដោយលើវងទស្សនាផ្សេងដែលអាជ្ញាធរសារាបានដាក់ជូនដើម្បីផ្សព្វផ្សាយទៅឲ្យភ្ញៀវទេសចរផ្សេងទៀតគាត់បានទទួលនៅបទពិសោធន៍ល្អបែបនេះផងដែរប្រាសាទអង្គរវត្តជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោកទាក់ទាញអ្នកទស្សនារាប់លាននាក់មកពីជុំវិញពិភពលោកជារៀងរាល់ឆ្នាំប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងក្នុងសតវត្សទី12ដោយព្រះបាទសូរ្យវរ្ម័នទី2ដើម្បីឧទ្ទិសដល់ព្រះវិស្ណុនៃព្រហ្មញ្ញសាសនា